សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ចាប់ពីថ្ងៃទី22ដល់ទី30ខែវិច្ឆិកាឆ្នាំ2025បើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមដែលបានអង្កេតពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាសនិងអាកាសធាតុនៅក្នុងតំបន់និងក្នុងព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថារបបខ្យល់មូសុងអេសានមានឥទ្ធិពលខ្លាំងហើយបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាន់ដាម៉ាន់និងលើព្រះរាជាណាចក្រកម្ពុជាដែលស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី22ដល់ទី30ខែវិច្ឆិកាឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានធាតុអាកាសចុះត្រជាក់និងមានសីតុណ្ហភាពមធ្យមអបបរមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេហើយខ្យល់បក់ពីទិសឦសាននិងបូរក្នុងល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីតំបន់ខ្ពង់រាបរួមមានខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីអាចមានអាកាសធាតុចុះត្រជាក់និងមានសីតុណ្ហភាពមធ្យមអបបរមា18អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា28អង្សាសេខ្យល់បក់ពីទិសឦសាននិងបូរក្នុងល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីតំបន់មាត់សមុទ្ររួមមានខេត្តកោះកុងព្រះសីហនុកំពតនិងកែបអាចមានអាកាសធាតុចុះត្រជាក់និងមានសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា31អង្សាសេខ្យល់បក់ពីទិសនិរតីនិងអាគ្នេយ៍ក្នុងល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីរលកសមុទ្រមានកម្ពស់មធ្យមអបបរមា0ម៉ែត្រ50សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រ50សង់ទីម៉ែត្រដោយឡែកតំបន់ជួរភ្នំដងរែកជួរភ្នំក្រវាញនិងជួរភ្នំបូកគោអាចមានអាកាសធាតុចុះត្រជាក់និងមានសីតុណ្ហភាពមធ្យមអបបរមា16អង្សាសេនិងមានសីតុណ្ហភាពមធ្យមអតិបរមា27អង្សាសេខ្យល់បក់ពីទិសឦសាននិងបូរក្នុងល្បឿនមធ្យម6ម៉ែត្រក្នុង1វិនាទីអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជននិងអាជ្ញាធរដែនដីមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះត្រជាក់ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុហើយក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តធ្វើការតាមដានវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន